ពូលសូឡាអំណោយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រែក្លាយជាជនបទក្នុងស្រុកអូររាំងឪជាទីក្រុងនាពេលរាត្រីបង្គោលនិងអំពូលសូឡាចំនួន614បង្គោលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតត្រូវបានឯកឧត្តមបណ្ឌិតអាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានប្រគល់ជូនប្រជាជនស្រុកអូររាំងឪខេត្តត្បូងឃ្មុំដើម្បីដាក់បំភ្លឺតាមបណ្ដោយដងផ្លូវលេខ370ចាប់ពីឃុំដំរើព្រំប្រទល់ស្រុកត្បូងឃ្មុំឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪប្រជាពលរដ្ឋនៅស្រុកអូររាំងឪកំពុងទទួលបានពន្លឺពេញមូលដ្ឋានដោយសារអំពូលសូឡានេះហើយនៅពេលនេះបានធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទមានសកម្មភាពដូចនៅទីក្រុងដែរដោយទីក្រុងត្រង់ថាភ្លើងសូឡាដែលកន្លងមកត្រូវបានប្រសិទ្ធនាមថាជាភ្លើងទេវតាបានបំភ្លឺមូលដ្ឋាននិងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានការរស់នៅប្រកបដោយភាពស្រស់ស្អាតមានសោភ័ណភាពបានសម្រាកលំហែរួមទាំងការដើរហាត់ប្រាណដោយប្រជាពលរដ្ឋរស់នៅទីប្រជុំជននិងទីក្រុង